សួស្តីក្មួយៗដែលជាសិស្សានុសិស្សដែលកំពុងតែសិក្សានៅថ្នាក់មធ្យមសិក្សាទុតិយភូមិកំពុងតែត្រៀមខ្លួនប្រឡងនៅសញ្ញាបត្របាក់ឌុបឬក៏មធ្យមសិក្សាទុតិយភូមិនាខែសីហាឆ្នាំ2026ខាងមុខនេះក្មួយៗពិតជាមានភាពតានតឹងនិងអាចមានសម្ពាធផ្លូវចិត្តដោយសារតែត្រៀមខ្លួនក្នុងការសិក្សារៀនសូត្របន្ថែមសិក្សាស្វែងយល់នៅមេរៀនដើម្បីប្រឡងយកសញ្ញាបត្រនេះឲ្យបាននិទេសល្អជូនឪពុកម្ដាយនិងអបអរសាទរស្ថាបខ្លួនឯងស្របជាមួយនឹងការត្រៀមខ្លួននេះក្មួយៗសូមកុំមានភាពតានតឹងកុំមានសម្ពាធផ្លូវចិត្តក្មួយៗត្រូវតែបន្តការខិតខំសិក្សាស្រាវជ្រាវរៀនសូត្របន្ថែមបន្តអំពីការសិក្សានៅក្នុងសាលាហើយងាកមកសិក្សាស្រាវជ្រាវនៅក្នុងផ្ទះនៅឯកេហដ្ឋានឬក៏ស្រាវជ្រាវតាមបណ្ដាញទំនាក់ទំនងសង្គមឬក៏ប្រព័ន្ធ social media ផ្សេងៗស្របជាមួយនឹងការលើកទឹកចិត្តនេះដែរខ្ញុំសូមដកស្រង់នៅវីដេអូខ្លីមួយដោយសង្ខេបដែលថ្លែងដោយលោកសាស្ត្រាចារ្យបណ្ឌិតអុកវិសាលបុត្រជាសាស្ត្រាចារ្យបណ្ឌិតផ្នែកចិត្តវិទ្យាកំពុងតែបង្រៀននៅសាកលវិទ្យាល័យកម្ពុជាហើយលោកបានបញ្ចប់ថ្នាក់បណ្ឌិតមកពីសាធារណរដ្ឋកូរ៉េបានខ្លឹមសារទាំងអស់នេះដែលគឺមានធៀបសំខាន់ដែលជាការលើកទឹកចិត្តនិងជួយជំរុញឲ្យបងប្អូននិងក្មួយៗដែលជាសិស្សានុសិស្សជៀសផុតឲ្យឆ្ងាយអំពីវិបត្តិផ្លូវចិត្តឬក៏មានការតានតឹងនៅក្នុងការសិក្សាស្រាវជ្រាវរៀនសូត្រដើម្បីត្រៀមប្រឡងបញ្ចប់ការសិក្សាឬក៏បញ្ចប់នៅទទួលនៅសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះផងដែរអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរសូមបងប្អូននិងក្មួយៗទស្សនានៅវីដេអូដែលជាការសង្ខេបខ្លីដោយលោកសាស្ត្រាចារ្យបណ្ឌិតអុកវិសាលបុត្រដូចតទៅសូមរីករាយទស្សនានិងស្ដាប់ដោយយកចិត្តទុកដាក់បាទសួស្តីបងប្អូនសិស្សានុសិស្សដែលកំពុងត្រៀមប្រឡងបាក់ឌុបទាំងអស់គ្នាខ្ញុំបណ្ឌិតពូវិសាលបុត្របានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យយ៉ុនសេប្រទេសកូរ៉េហើយបច្ចុប្បន្នកំពុងតែបម្រើការជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យកម្ពុជាបងប្អូនទាំងអស់គ្នាដែលកំពុងតែត្រៀមប្រឡងបាក់ឌុបនៅពេលនេះបងប្អូននឹងជួបប្រទះជាមួយនឹងការ stress ហើយការ stress ដែលបងប្អូនកំពុងតែជួបប្រទះនៅពេលនេះគឺជាព្រឹត្តិកម្មធម្មតាទូទៅដែលយើងទាំងអស់គ្នាតែងតែជួបប្រទះនៅពេលដែលយើងមានការព្រួយបារម្ភពីរឿងអ្វីមួយបាទក្នុងនាមខ្ញុំជាសាស្ត្រាចារ្យបង្រៀនកម្ពុជាចិត្តវិទ្យាខ្ញុំចង់ជូន tip មួយចំនួនទៅកាន់បងប្អូនទាំងអស់គ្នាជាដំបូងប្រសិនបើបងប្អូនទាំងអស់គ្នាកំពុងតែមានភាពតានតឹងឬមានអារម្មណ៍ថាខ្លួនឯងភ័យបារម្ភសូមបងប្អូនទាំងអស់គ្នាកុំបដិសេធជាមួយនឹងអារម្មណ៍នោះប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវទទួលស្គាល់ថាខ្ញុំកំពុងតែមានភាពភ័យបារម្ភនិងកំពុងតែមាន stressនៅពេលដែលយើងទាំងអស់គ្នាទទួលស្គាល់ថាខ្លួនឯងកំពុងតែមានអាការៈបែបនេះផ្លូវចិត្តរបស់យើងរាល់គ្នានឹងចាប់ផ្ដើមស្ងប់ស្ងាត់និងមានស្ថិរភាពបន្តិចម្ដងបាទហើយនៅក្នុងពេលហ្នឹងការដកដង្ហើមដែលធ្វើឲ្យយើងទាំងអស់គ្នាមានស្ថិរភាពនៅខាងផ្នែករាងកាយក៏ជាកត្តាសំខាន់ផងដែរសូមបងប្អូនទាំងអស់គ្នាធ្វើការដកដង្ហើមចូលចំនួន4វិនាទី1 2 3 4ហើយបងប្អូនទាំងអស់គ្នាទប់ដង្ហើមនោះ4វិនាទីបាទបន្ទាប់ពីទប់ដង្ហើម4វិនាទីសូមបងប្អូនទាំងអស់គ្នាបន្ធូរដង្ហើមមកវិញចំនួន6វិនាទីហើយសូមធ្វើបែបនេះចុះឡើងចំនួន3ដងបាទនោះបងប្អូនទាំងអស់គ្នាក៏នឹងមានស្ថិរភាពនៅខាងផ្នែករាងកាយផងដែរបាទហើយសូមបងប្អូនទាំងអស់គ្នារចនាគំនិតរបស់បងប្អូនទាំងអស់គ្នាសាជាថ្មីដោយកុំគិតថាអូបើខ្ញុំបរាជ័យទៅធ្វើមិនទៅបើខ្ញុំប្រឡងអត់ល្អដោះស្រាយបញ្ហាអត់បានធ្វើយ៉ាងម៉េចទៅសូមកុំគិតបែបនោះប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវតែគិតថាខ្ញុំនឹងព្យាយាមធ្វើអ្វីដែលខ្ញុំបានត្រៀមរួចរាល់ហើយបាទអញ្ចឹងបើសិនជាធ្វើបែបនោះបងប្អូនទាំងអស់គ្នានឹងបានធូរស្រាលមួយកម្រិតហើយកម្រិតនៃការភ័យខ្លាចនិង stress បងប្អូនទាំងអស់គ្នាក៏បានថយចុះផងដែរចំណុចសំខាន់មួយទៀតបន្ទាប់ពីការគ្រប់គ្រង stress គឺជាការអនុវត្តនៅក្នុងពេលប្រឡងបងប្អូនទាំងអស់គ្នានៅក្នុងពេលប្រឡងលបឿននៃការធ្វើសំណួរមិនមែនជាកត្តាសំខាន់ទេប៉ុន្តែអ្វីដែលជាកត្តាសំខាន់គឺជាភាពត្រឹមត្រូវនិងច្បាស់លាស់បងប្អូនទាំងអស់គ្នាត្រូវពិនិត្យមើលទៅលើសំណួរហើយបងប្អូនទាំងអស់គ្នាត្រូវតែសម្គាល់ពាក្យគន្លឹះឬចំណុចសំខាន់និងអ្វីដែលជាការទាមទាររបស់សំណួរបងប្អូនសូមបងប្អូនទាំងអស់គ្នាត្រូវតែគិតបាទឲ្យបានច្បាស់លាស់នៅពេលដែលបងប្អូនទាំងអស់គ្នាជួបប្រទះជាមួយនឹងសំណួរដែលបងប្អូនទាំងអស់គ្នាពិបាកនឹងយល់ឬក៏បងប្អូនទាំងអស់គ្នាគិតថាមិនអាចធ្វើបាន
សូមបងប្អូនទាំងអស់គ្នាកុំភ័យឬក៏កុំបារម្ភនៅពេលដែលជួបសំណួរដែលពិបាកប៉ុន្តែសូមបងប្អូនទាំងអស់គ្នាត្រូវស្វែងរកសំណួរណាដែលបងប្អូនទាំងអស់គ្នាអាចធ្វើបានជាមុនសិនដើម្បីរក្សាតុល្យភាពនិងលំនឹងនិងរក្សាការផ្ដោតអារម្មណ៍របស់យើងទាំងអស់គ្នាបងប្អូនទាំងអស់គ្នាត្រូវចងចាំថាខួរក្បាលរបស់បងប្អូនទាំងអស់គ្នាបានទទួលការហ្វឹកហាត់គ្រប់គ្រាន់ហើយក្នុងរយៈពេល12ឆ្នាំកន្លងមកនេះនៅពេលនេះអ្វីដែលសំខាន់មិនមែនជាការរៀនសូត្របន្ថែមឬក៏ការសិក្សាបន្ថែមទៀតនោះទេអ្វីដែលជាកត្តាសំខាន់បំផុតគឺយកសមត្ថភាពរបស់បងប្អូនទាំងអស់គ្នាមកប្រើប្រាស់នៅក្នុងស្ថានភាពដែលមានភាពស្ងប់ស្ងាត់និងស្ថិរភាពបងប្អូនទាំងអស់គ្នាសូមចងចាំថាបងប្អូនទាំងអស់គ្នាបានត្រៀមខ្លួនរួចរាល់អស់ហើយបងប្អូនទាំងអស់គ្នាក៏អាចធ្វើបានយ៉ាងល្អផងដែរ들어주셔서 감사합니다. 뉴시에서 만나요. បងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ថាខ្ញុំកំពុងតែនិយាយអ្វីបាទខ្ញុំនិយាយថាអរគុណដែលបានព្យាយាមស្ដាប់នៅការនិយាយរបស់ខ្ញុំហើយយើងជួបគ្នានៅសាកលវិទ្យាល័យកម្ពុជាដែលហៅកាត់ថា UC ទាំងអស់គ្នាហើយភ្លេចប្រាប់បងប្អូនទាំងអស់គ្នាមួយដែរថានៅ UC មិនមែនមានត្រឹមតែជាវិជ្ជាទេយើងក៏មានការបង្រៀនភាសាកូរ៉េថ្នាក់ទូទៅនិងបរិញ្ញាបត្រផងដែរសូមបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍មកអាចមកចុះឈ្មោះចូលរៀនមកទាំងអស់គ្នាបាយបាយជូនពរឲ្យចប់ទាំងអស់គ្នា